បងប្អូនទាំងអស់គ្នាធ្លាប់ទទួលបានអារម្មណ៍ថាលាបពណ៌សក់សម្រាប់ពណ៌ប្រាក់លាបអត់ចេញទេមើលវីដេអូនេះអ្នកទាំងអស់គ្នានឹងអាចធ្វើបានយ៉ាងជោគជ័យចាសម្រាប់ពណ៌ប្រាក់ខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិបាករឿងដែលពិបាកកាន់តែសំខាន់គឺធ្វើម៉េចដើម្បីឲ្យពណ៌ប្រាក់នឹងចេញបានចម្លើយគឺពណ៌ប្រាក់អាចលាបលើសក់ខ្មៅបានដាច់ខាតគឺអ្នកទាំងអស់គ្នាត្រូវតែជ្រើសរើសការលាងសក់ជាមុនសិនក្នុងការលាងសក់ហ្នឹងណាវាអាចនឹងប៉ះពាល់សរសៃសក់កម្រិតមួយដែលថាយឺតឬក៏បណ្ដាលឲ្យសក់រលួយកាន់តែសំខាន់ក្នុងការលាងសក់ហ្នឹងវាប៉ះពាល់ជាមួយនឹងសុខភាពស្បែកក្បាលបើសិនជាអ្នកទាំងអស់គ្នាអត់បានជ្រើសរើសការការពារស្បែកក្បាលអត់បានជ្រើសរើសការដែលថែរក្សាចុងសក់ឬក៏ដើមសក់ទេសុខភាពសរសៃសក់នោះច្បាស់ជាឈានដល់ចំណុចរលួយហើយពងបែកទៅលើស្បែកក្បាលទៀតថ្ងៃនេះខ្ញុំចង់ណែនាំអតិថិជនរបស់យើងដែលគាត់អញ្ជើញមកគាត់មានសក់ខ្ទង់ប្រហែលជាប្រភេទក្រូចក៏ប៉ុន្តែវាអត់ទាន់ដល់លាបពណ៌ប្រាក់បានទេអញ្ចឹងដើម្បីលាបពណ៌ប្រាក់បានចំណុចទី1ខ្ញុំត្រូវលាបជែលការពារស្បែកក្បាលជាមុនសិនលាបឲ្យបានសព្វនិងជោគល្អជុំវិញស្បែកក្បាលរបស់អតិថិជនជើងត្រចៀកអីដែលសព្វហើយខ្ញុំផ្អាប់ទុក15នាទី10នាទីហើយជ្រើសរើសជាមួយនឹងសេរ៉ូមប្រភេទ Keratin របស់ Nine Story លាបនៅលើដើមសក់នឹងចាប់ពីផ្នែកគល់រហូតដល់ចុងគឺជាប្រភេទសេរ៉ូម Nine Story ដែលប្រើពីកម្លាំង8ដល់11លាបហើយផ្អាប់ទុករយៈពេល35នាទី10នាទីហើយចានាំអតិថិជនយើងនឹងនៅកន្លែងដដែលនឹងអត់ទៅណាទេអត់លាងទឹកចេញទេណាគឺលាយថ្នាំមួយចានទៀតដោយយើងជ្រើសរើសជាមួយនឹងម្សៅលាងសក់ប្រភេទNRKS កញ្ចប់គឺយើងប្រើម្សៅចំនួន100ប្រើ OC លេខ3ចំនួន80ក្រាមប្រើ Moraco Complex ចំនួន10ក្រាមប្រើប្រូតេអ៊ីនចំនួន10ក្រាមវាបំបែកបញ្ចូលគ្នាឲ្យសព្វហើយលាបទៅលើសក់អតិថិជននោះឲ្យបានសព្វទាំងជោគល្អផ្អាប់ទុកត្រឹមតែរយៈពេល35នាទីឯងគឺដល់កម្រិតលេខ8ហើយអញ្ចឹងនៅក្នុងវិនាទីនេះចង់ចែកម្លែកបងប្អូនថាសំណួរថាសល់8លាបចេញណាចេញបងប្អូនគឺយើងប្រើជាមួយនឹងថ្នាំលាបសក់របស់យើងគឺប្រភេទថ្នាំ NRKS ទីពណ៌ស្វាយហើយដល់នាទីហើយសក់នឹងលេខ8ហើយយើងនាំអតិថិជនទៅកក់សាប៊ូលាងសារជាតិគីមីរួចអប់ឲ្យបានស្អាតល្អរួចហើយយើងជ្រើសរើសប្រភេទថ្នាំមួយជាអាកំបាំងសម្រាប់អ្នកទាំងអស់គ្នាចាគឺថ្នាំ NRKS ទីស្វាយនេះដែលលេខដែលយើងមានគឺ4 10 យើងយក411ហ្នឹងលាយជាមួយនឹង OC លេខ3 411 100ក្រាម OC លេខ3 100ក្រាមដាក់ប្រូតេអ៊ីន10ក្រាមដាក់ប្រេង Monaco ចូលទៅក្នុង10ក្រាមវាបំបែកបញ្ចូលគ្នាឲ្យសព្វយើងលាបទៅក្នុងសរសៃសក់សំណួរសួរថាតើលាបកន្លែងណាមុនចម្លើយនៅពេលដែលសក់ឃ្លាហើយលាងហើយมันអនុញ្ញាតឲ្យលាបចំណុច B មុនទេគឺយើងលាប A ជាមុន A ហ្នឹងគឺលាបចំណុចកណ្ដាលជើងសក់ឲ្យហើយអស់ឲ្យបានសព្វហើយយើងចាប់ផ្ដើមលាបចំណុច B លាបឲ្យបានសព្វហើយអស់ហើយផ្អាប់ទុក35នាទី10នាទីហើយកក់សាប៊ូសម្អាតសារជាតិគីមីអប់ថ្នាំអប់ស្មូតរួចហើយអ្នកទាំងអស់គ្នានឹងទទួលបានផលដ៏ស្រស់ស្អាតបែបនេះតែម្ដងសង្ឃឹមថាអ្នកទាំងអស់គ្នាគាំទ្រផលិតផល NRKS Silky យកទៅប្រើប្រាស់ព្រោះតម្លៃសមរម្យហើយមាន20ពណ៌សម្រាប់ប្រើប្រាស់ហើយទីប្រហូតដល់ទៅ500 ml រីករាយចូលឆ្នាំថ្មីជាវយកទៅប្រើទាំងអស់គ្នា